ទី2ការបង្កើនការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសដែលគោលដៅរបស់យើង1.5 លាននាក់មកដល់មកនេះគឺយើងមានយុវជនចំនួន 27,894 នាក់បានចុះឈ្មោះចូលរៀនក្នុងនោះមាន 12,268 នាក់កំពុងត្រូវបានបណ្ដុះបណ្ដាលនៅក្នុងកម្មវិធីសិក្សាចំនួន544ថ្នាក់ដែលរាជរដ្ឋាភិបាលយើងផ្ដល់ការបណ្ដុះបណ្ដាលដោយឥតគិតថ្លៃនិងផ្ដល់ថវិកាគ្រប់មួយខែដូច$28.70ដើម្បីជួយបងប្អូនបន្ថែមទៀតគឺយើងចេះជំនាញបានច្រើនសบายដំបូងយើងអត់ស្គាល់អីទាំងអស់ឥឡូវយើងបានស្គាល់ច្រើនចាអារម្មណ៍យើងមុននឹងក្រោយពីដែលយើងបានចូលរៀនយើងមើលឃើញយ៉ាងម៉េចខ្លះហើយសบายចិត្តអត់មានអស់ប្រាក់ទេហើយអត់ហើយទៅពេលរៀនមានការយកចិត្តទុកដាក់ពីគ្រូបរិញ្ញាបត្រអីថែមទៀតហើយក្រៅពីហ្នឹងអាចធ្វើឲ្យយើងអីទៀតឲ្យយើងសบายចិត្តយើងបានស្គាល់មិត្តភក្តិច្រើនយើងស្គាល់នៅសង្គមយើងទលំទលាយមានការងារធ្វើបានចំជីវិតយើងមានប្រាក់ចំណូលបានច្រើនចាជាងមុននឹងយើងចូលរៀននេះតែយើងប្រកបការងារអ្វីដែរខ្ញុំកាលពីមុន